អ្នកណាថាខ្ញុំមានកូនអត់ប្តីកូនរបស់យើងក៏មានប៉ាវាដែរវើយតែគ្រាន់តែគេមិនទាន់ដោះស្រាយបញ្ហាជាមួយប្រពន្ធដើមដាច់ស្រេចតែប៉ុណ្ណោះនៅពេលដែលដោះស្រាយរួចកាលណាខ្ញុំនេះហើយជាប្រពន្ធស្រាប់ច្បាប់តាមអ្នកគុណអាណិតតែប្រពន្ធដើមទេដែលមិនអាចមានកូនឲ្យប្តីបានទៅពេលនេះប្តីកំពុងរកលេសលែងក្បាលចោលអូអញ្ចឹងរាល់ថ្ងៃហ្នឹងឯងសប្បាយចិត្តនឹងដណ្ដើមប្តីរបស់គេឯងបានឲ្យជួបប្រកែកគ្នាទៅមុននេះចរណៃប្រាប់បងដែរថានាងចង់ទៅរកការងារថ្មីហើយចង់ឆ្លៀតឲ្យបងជួននាងទៅពេទ្យផងដើម្បីទៅយកថ្នាំបំពន់កូនក្នុងផ្ទៃព្រោះថាផ្លូវទៅកន្លែងធ្វើការជាមួយបងទេតែកូនចង្រៃឯងកាត់បាត់ធ្វើអីបើឯងមិនទទួលស្គាល់ផងនឹងស្រាប់ទៅស្រាប់ទៅចរណៃកុំជឿឆាច្រឡំណាលែងខ្ញុំហេនាំខ្ញុំមកធ្វើអីជឿណាស់ណាចរណៃមិនក៏អូនចូលចិត្តឌឺដងដាក់ភីមានម៉េះអ្នកណាឲ្យបងសអង្គុយដាក់ខ្ញុំហើយស្វេតដាក់គ្នានៅចំពោះមុខខ្ញុំទៀតចរណៃបងរស់នៅក្នុងនាមជាប្តីបងក៏ត្រូវបំពេញតួនាទីជាប្តីសិនដែរកុំឲ្យភីមានគេសង្ស័យបងធ្វើបែបនេះក៏ដើម្បីអនាគតយើងនិងកូនយើងដែរតែអូនក៏ទុកចំណាំបានដែរពេលដែលឃើញបងនឹងភីមានល្អអើនឹងគ្នានៅចំពោះមុខបែបនេះនោះចរណៃត្រឹមបន្តិចទៅណាជឿជាក់លើបងណាបងនឹងខំធ្វើដើម្បីអនាគតយើងនិងកូនយើងបងឯងស្ទាបពួកអូនមើលនេះកូនកំពុងតែធាក់ពួកអូនហើយណាប្រហែលជាកំពុងរំភើបហើយដែលនឹងប៉ាគេធ្វើដើម្បីគេនោះកូនស្មារតីប៉ាច្រើនណាស់ហើយអូនកុំខឹងច្រើនពេកខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃណានេះអូនយ៉ាងម៉េចហើយមកតោះហើយមិនក៏ទៅជាបែបនេះជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកកលៀបណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវែលតែមកអាទិត្យឲ្យឃើញប្លែកហ្មងណាសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដល់មកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោងឡើងតុនហ្មងណាជឿខាងណាថ្ងៃនេះអូនមិនបាច់ទៅធ្វើការទេដៃឈឺអញ្ចឹងសម្រាប់មួយថ្ងៃទៅចាំបងខលតែសុំច្បាប់កន្លែងការងារឲ្យអរគុណហើយណាបងអញ្ចឹងក៏ល្អដែរឲ្យអូនមានតែនៅផ្ទះបានមើលថែចរណៃខ្លះអ្នកណាថាខ្ញុំនៅផ្ទះខ្ញុំក៏ត្រូវតែធ្វើការដែរឯងត្រូវធ្វើការតាំងពីកាលក្រែងអត់ហ៊ានទៅធ្វើការដោយសារខ្លាចក្រុមការងារមើលងាយខ្លួនឯងមានកូនអត់ប្តីអីអ្នកណាថាខ្ញុំមានកូនអត់ប្តីកូនរបស់យើងក៏មានប៉ាវាដែរវើយតែគ្រាន់តែគេមិនទាន់ដោះស្រាយបញ្ហាជាមួយប្រពន្ធដើមដាច់ស្រេចតែប៉ុណ្ណោះនៅពេលដែលដោះស្រាយរួចកាលណាខ្ញុំនេះហើយជាប្រពន្ធស្រាប់ច្បាប់តាមអ្នកគុណអាណិតតែប្រពន្ធដើមទេដែលមិនអាចមានកូនឲ្យប្តីបានទៅពេលនេះប្តីកំពុងរកលេសលែងក្បាលចោលអូអញ្ចឹងរាល់ថ្ងៃហ្នឹងឯងសប្បាយចិត្តនឹងដណ្ដើមប្តីរបស់គេឯងបានឲ្យជួបប្រកែកគ្នាទៅមុននេះចរណៃប្រាប់បងដែរថានាងចង់ទៅរកការងារថ្មីហើយចង់ឆ្លៀតឲ្យបងជួននាងទៅពេទ្យផងដើម្បីទៅយកថ្នាំបំពន់កូនក្នុងផ្ទៃព្រោះថាផ្លូវទៅកន្លែងធ្វើការជាមួយបងទេខ្ញុំថាឯងបញ្ញាប់រកការងារអីបើពោះប៉ាន់កាជើអញ្ចឹងចាំសម្រាប់កូនឲ្យស្រួលបួសទៅខ្លួនឯងជាមួយនឹងកូនមួយហ្នឹងខ្ញុំមិនឲ្យអត់បាយទេអញ្ចឹងក៏បានតែថ្ងៃនេះយើងសូមខ្ចីបងសាធ្វើប៉ារបស់កូនយើងមួយថ្ងៃហើយព្រោះមិនចង់ឲ្យពេនសួររកមុខប៉ាវាច្រើនដងពេកឯងជឿឲ្យនៅផ្ទះសម្រាប់ចុះតោះបងសាថ្ងៃហើយតោះ
បងប្អូនគួរតែមានកៅអីយិនសិនយ៉ាងធៀបទុកក្នុងផ្ទះព្រួយអាចជួយបងប្អូនបានបងប្អូនដែលមានអាការៈដូចជាចុកដៃចុកជើងចុកចង្កេះចុកឆ្អឹងក្នុងកប់សរសៃគៀបសរសៃហើមសរសៃពតសរសៃចុកសរសៃឈឺក្បាលវិលមុខបាទទន់ផ្ដាសាយស្រឿសៃក្នុងខ្លួនបងប្អូនខ្ញុំសូមណែនាំបងប្អូនឲ្យប្រើជាមួយនឹងកៅអីយិនសិនយ៉ាងធៀបបងប្អូនអាចរកទិញបានគ្រប់ដេប៉ូតំណាងចែកចាយរបស់ក្រុមហ៊ុនកៅអីយិនសិនយ៉ាងធៀបបានទូទាំងប្រទេសចរណៃឈប់និយាយប៉ះពាល់ដល់ពីមានទៀតទៅនេះស្លូតណាស់នាងមិនដឹងអីទេនេះបងកាន់ជើងនាងហ៎ក្រែងបងប្រាប់ថាចង់ឲ្យនាងស្អប់បងដើម្បីឲ្យនាងព្រមលែងលះជាមួយនឹងបងហ៎ហើយឥឡូវនេះបងកំពុងតែបញ្ចុះបញ្ចូលនាងហើយតាអូនទ្រាំតិចទៅបានទេទ្រាំឲ្យខ្ញុំទ្រាំធ្វើជាស្រីលួចលាក់របស់បងដល់ពេលណាទៀតចរណៃបងមិនដែលចាត់ទុកអូនជាស្រីលួចលាក់ទេបើមិនលួចលាក់មិនក៏បងមកប្រាប់នាងពីការពិតទៅកុំថាខ្ញុំល្ងងជឿសម្ដីបៀមស្គររបស់បងឲ្យសោះខ្ញុំដឹងដល់កញ្ចៅក្បាលថាស្រីដែលបងរៀបការជាមួយរាល់ថ្ងៃនេះគេហៅថាប្រពន្ធដើមប្រពន្ធស្រាប់ច្បាំឯស្រីដូចជាខ្ញុំនេះបានត្រឹមតែលួចឆ្មាក់ពីមុខពីក្រៅខ្នងបានត្រឹមតែលួចសហាយស្មន់គ្នាបានត្រឹមគេហៅថាស្រីកំណាន់ស្រីយកប្តីគេខ្ញុំនេះវាខ្ពើមខ្លួនឯងណាចរណៃឲ្យបងសុំទោសបងមិនដែលចាត់ទុកអូនជាស្រីសហាយស្មន់ស្អីនោះទេបងចាត់ទុកអូនជាប្រពន្ធហើយជាប្រពន្ធតែម្នាក់គត់ជាស្នេហ៍គ្រាដំបូងដែលបងនៅចង់ចាំមិនភ្លេច